ប្រជិកហ្វូណនដែលចូលចាប់ផ្ដើមជីកនៅពេលទឹកស្រកនៅខាងមុខអាចចុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំ2025ខាងមុខអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនឯកឧត្តមផនរឹមបានគូបញ្ជាក់ថាគម្រោងប្រជិកហ្វូណនដែលចូលមិនមានការប្រែប្រួលទេនិងកំពុងដំណើរការតាមការបរិច្ឆេទនៃដំណាក់កាលនីមួយៗប្រជិកនេះនឹងចាប់ផ្ដើមជីកនៅពេលទឹកស្រកខាងមុខនេះអាចនឹងចុងខែវិច្ឆិកាឬដើមខែធ្នូឆ្នាំ2025ខាងមុខនេះតាមរយៈបណ្ដាញសង្គមការងារផ្លូវការនានាព្រឹកថ្ងៃទី22ខែតុលាឆ្នាំ2025ឯកឧត្តមផនរឹមបានលើកឡើងថាបច្ចុប្បន្នគម្រោងប្រជិកហ្វូណនដេជោស្ថិតក្នុងដំណាក់កាលវាស់វែងនិងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋគម្រោងដ៏ធំសម្បើមនិងមានអត្ថន័យជាប្រវត្តិសាស្ត្រនេះគឺជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យយុទ្ធសាស្ត្រវែងឆ្ងាយរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាគម្រោងនេះបានបន្តយកចិត្តទុកដាក់និងអនុវត្តប្រកបដោយប្រសិទ្ធភាពនិងធម្មពលដោយរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយយូរអង្វែងបន្តទៀត